ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងអូបានដែរដាក់ពឹបឡងចង់ទៅអាហ្នឹងវាជាការធ្វើប្រហែសក្នុងបច្ចុប្បន្នក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងអត់ល្អការធ្វើប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រាប់ចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចង់គាត់យកលុយឪពុកម្ដាយច្រើនណា$4-10,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺសរសៃប្រសាទទៀតអាហ្នឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកហ្នឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូនហ្នឹងអោបកំហុសហ្នឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$4-10,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាបុថុជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាបុថុជននោះវាមានពេលខ្លះខឹងទប់ម្បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតែកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើអញ្ចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងហើយយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេក
បើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកកចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកកចៈហ្នឹងវិបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងក៏ដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាប្រវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបនសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នាហ្នឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្តគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងអានឹងធေါ်ជ្រៅហើយដូចថាសង្ខារស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងពិភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់វាជំរុញមកយើងអាចមករៀនមកស្ដាប់ធម៌នេះបានក៏មានឧបនិស្ស័យសន្សំមកហើយអ្នកដែលទៅជេរគេហ្នឹងក៏មានឧបនិស្ស័យសន្សំមកដើម្បីជេរគេហើយសន្សំបាបថ្មីដោយខ្វះការសែបគប់ខ្វះការពិចារណាជាដើមហើយយើងមានហេតុឧបនិស្ស័យពីអតីតមកបានសែបគប់ល្អទៀតហើយក៏បានស្ដាប់បានរៀនបានយល់អំពីធម៌អាហ្នឹងយើងសន្សំបុណ្យទៅអញ្ចឹងវល់សង្ខារហ្នឹងគឺមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់យើងលះបង់ការប្រកាន់បន្តិចម្ដងទើបយើងបានធូរស្បើយពីសេចក្តីទុក្ខនេះអត្ថបទមួយទៀតសារជាថ្មីបើកឡានពេលខ្លះគង់ហួសផ្លូវត្រូវត្រឡប់ក្រោយវិញរឿងក្នុងជីវិតក៏ដូចគ្នាពេលខ្លះអ្នកសម្រេចចិត្តខុសនាំឲ្យខូចខាតប្រយោជន៍បើខុសកុំចាំបាច់កើតទុកយូរពេកអីចាប់ផ្ដើមសារជាថ្មី
តែបាត់ថាយឺតបន្តិចមែនតែគង់ប្រសើរជាងដេកយំហើយមិនបានធ្វើអ្វីសោះថ្នាំល្វីងតែធ្វើឲ្យជាជំងឺបញ្ហាជារឿងលំបាកតែវាធ្វើឲ្យអ្នកស្គាល់ពិភពលោកកាន់តែច្បាស់អាហ្នឹងវាធម្មតាបើញាតិញោមធ្លាប់បើកឡានដឹងជុលឈួរហួសផ្លូវហើយទៅត្រឡប់មកក្រោយវិញទៅយើងទៅឆ្លោះមិនបានបើវាហួសដែរចឹងរឿងក្នុងជីវិតហ្នឹងក៏អញ្ចឹងដែរវាមានពេលខ្លះជ្រុលជ្រោះខូចខាតទៅចឹងកុំដេកកើតទុកយូរពេកអីត្រឡប់ក្រោយចាប់ផ្ដើមម្ដងទៀតអាហ្នឹងទើបវាស្រាលខ្លួនបើយើងនៅអោបហ្នឹងវាធ្ងន់ណាស់ហើយវាកើតទុកខ្លួនឯងនឹងឯងចម្រើនពរញាតិញោមអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបាទហើយនឹងជាមួយនឹងការអធិប្បាយខ្លះបាទនេះដល់អត្ថបទមួយនិយាយពីជៀសមិនរួចថាអ្នកណាក៏មានបញ្ហាដែរទៅណាក៏កិច្ចមិនរួចជារឿងធម្មតានៃជីវិតសុខទុក្ខចំណេញខាតជួបប្រត់ជាសច្ចធម៌មិនអាចប្រកែកបានបើជួបហើយប្រឹងដោះទៅបើដោះហើយដើរទៅមុខទៀតកុំសូវទូលរឿងសំពីសំពោងពេកធ្ងន់ណាស់ទៅមុខមិនឆ្ងាយទេអាហ្នឹងនិយាយពីដូចថារឿងអ្នកណាក៏មានដែរហើយញាតិញោមខ្លះគឺត្អូញត្អែអើយពិបាកណាមិនក៏ជួបទុកច្រើនជាងគេអាហ្នឹងវាធម្មតាទេអ្នកនេះជួបរឿងនេះអ្នកនោះជួបរឿងនោះបើយើងមានសម្ពាធបន់ច្រើនទៅយើងជួបរឿងល្អច្រើនបើយើងខ្វះបន់ទៅវាជួបបញ្ហាពិបាកអាហ្នឹងរឿងសត្វលោកហ្នឹងវាសំសម្ពាធកម្មផ្សេងគ្នាអញ្ចឹងអាហ្នឹងវាធ្វើម៉េចដោះស្រាយហើយទៅយើងទៅត្អូញទៅត្អែទៅក៏គេមិនបានជួយអីមករែកពុនទុករបស់យើងបាននេះដែរវាមានតែយើងខំដោះស្រាយខ្លួនឯងនឹងឯងទុកនឹងដូចនាងបដាចាអញ្ចឹងទុកធ្ងន់ទៅប៉ុន្តែចុងក្រោយលោកប្រឹងឈររឹងប៉ឹងដោះស្រាយបញ្ហាបានជាព្រះអរហន្តតីសាវករបស់ព្រះពុទ្ធទៅហ្នឹងតើថាទទួលស្គាល់ថានឹងជីវិតហ្នឹងវាអញ្ចឹងហើយលះបង់ការប្រកាន់អាហ្នឹងទើបមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតនិយាយពីមិនដូចគ្នាកុំចាំបាច់ប្រៀបធៀបគ្នាអីគេជួបរឿងគេយើងជួបរឿងយើងមិនដូចគ្នាទេម្នាក់សន្សំកម្មមករៀងខ្លួនបើមានកម្មមិនល្អច្រើនក៏ជួបបញ្ហាច្រើនបន្តកន្ទុយគ្នាបើជួបរឿងណាប្រឹងដោះរឿងហ្នឹងទៅបើលំបាកខ្លាំងសុំជំនួយគេខ្លះមកកុំរអ៊ូរទាំច្រើនពេកអីមិនបានអីមកវិញទេបានតែមួម៉ៅថែមហ្នឹងហើយចឹងហ្នឹងដូចថាយើងមិនដូចគ្នាសេចក្តីអធិប្បាយហ្នឹងប្រហែលនឹងអត្ថបទមុនដែរដូចថាអ្នកខ្លះស្គមអ្នកខ្លះថតអ្នកខ្លះមានអ្នកខ្លះក្រអញ្ចឹងវារឿងវាខុសគ្នាអញ្ចឹងយើងមិនបខំឲ្យដូចគ្នាមិនបានទេបខំខ្លាំងកើតទុកកាន់តែខ្លាំងដែរយើងមានតែប្រឹងសាងបុណ្យដើម្បីបានប្រសើរទៅមុខទៀតទេចំណែកនន្ទាគេមិនបានអីមកវិញទេបាទនេះអត្ថបទមួយទៀតនិយាយពីសម្រាប់ខ្លួនគិតមួយផ្លែតយល់ថាខ្លួនអ្នកបានផុតពីទុក្ខហើយតែតាមពិតអ្នកនឹងបន្តរងទុក្ខនៅជាតិខាងមុខបន្តទៀតហើយអ្នកបានបន្សល់ទុកនៅភាពសោកសៅដល់គ្រួសារនិងជាគំរូមិនល្អដល់កូនចៅម្យ៉ាងទៀតការសម្លាប់ខ្លួនមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាទេជីវិតតែងជួបបញ្ហាហើយបញ្ហាខ្លះជារឿងដែលអ្នកនឹកស្មានមិនដល់ទៀតផងប្រឹងដោះស្រាយទៅដោះស្រាយបណ្ដាមួយជំហានម្ដងហ្នឹងហើយអាត្មាធ្លាប់ជួបញាតិញោមដែលថាសឹងថាសម្លាប់ខ្លួនគាត់មានរឿងក្នុងគ្រួសារលុយកាក់អីចឹងទៅហើយដល់ពេលគាត់បានស្ដាប់ធម៌គាត់ចាប់ផ្ដើមប្រឈមមុខនឹងរឿងគាត់ទៅជួបនឹងម្ចាស់បំណុលគាត់និយាយពីរឿងក្នុងជីវិតក្នុងគ្រួសារគាត់ក៏ត្រូវគេបោកចឹងទៅគាត់សុំអង្វរគេឲ្យគេជួយទុកពេលឲ្យគាត់ដល់គេយល់គេទុកពេលដោះបំណុលនឹងរហូតបាន
រួចរាល់ទៅអាហ្នឹងដូចថាគាត់អាចរកផ្លូវបានផុតពីសេចក្តីទុក្ខក្នុងផ្លូវចិត្តហ្នឹងរួចជីវិតមកហើយបានធម៌ហ្នឹងជួយសង្គ្រោះនេះអត្ថបទមួយទៀតហេតុផលបើអ្នកដាំដូងអ្នកនឹងបានផ្លែដូងបើមានហេតុគ្រប់គ្រាន់ផលនឹងកើតឡើងមិនអាចហាមឃាត់បានទេរឿងរ៉ាវទាំងឡាយសុទ្ធតែមានហេតុទើបកើតឡើងបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អរតនាក៏កិច្ចមិនរួចសូមកុំប្រឆាំងនឹងផលអីព្រោះគ្នាកើតតាមហេតុតែត្រូវរកវិធីដោះស្រាយវិញពេលយើងធ្វើអាក្រក់យើងគិតថាអូអញបានសុកហើយអញលួចគេបានអីប៉ុន្តែពេលកម្លាំងកម្មវារត់រម្ចាស់វិញនឹងតលបានហ្នឹងឯងដល់ពេលចុងក្រោយយើងត្រូវតែទទួលនឹងឯងផលនៃកម្មហ្នឹងនោះអញ្ចឹងយើងរកវិធីដោះស្រាយពីព្រោះរឿងហ្នឹងវាជាផលនៃអ្វីដែលយើងបានសាងឯងវាអត់មានប្រអិនអ្នកដាក់ទោសទណ្ឌឲ្យយើងអញ្ចឹងឯងអត់ទេគឺកម្មយើងជាអ្នករុញផលហ្នឹងឲ្យកើតឡើងអញ្ចឹងយ៉ាងហ្នឹងយើងត្រូវតែទទួលកម្មយើងនេះអត្ថបទមួយទៀតនិយាយពីថ្ងៃរះថ្ងៃលិចថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិมันអាចហាមឃាត់បានទេយ៉ាងណាមិញជីវិតតែជួបរឿងល្អខ្លះមិនល្អខ្លះជារឿងធម្មតាគ្មានអ្នកណាជៀសរួចឡើយបើជួបរឿងល្អចាត់ទុកថាជាផលបុណ្យបើជួបរឿងមិនល្អចាត់ទុកថាជាផលបាបទៅចុះហើយត្រូវតែហ៊ានប្រឈមព្រោះបើកិច្ចទៅណាក៏កិច្ចមិនផុតដែរហើយបើអ្នកមួម៉ៅច្រើនអ្នកកើតទុកក៏ច្រើនដែរអានឹងថ្ងៃរះហើយថ្ងៃលិចវាធម្មតាមានអ្នកណាទៅប្រកបវិជ្ជាបានហើយក្នុងជីវិតហ្នឹងអញ្ចឹងវាមានឡើងវាមានចុះអញ្ចឹងកុំចាំបាច់តែយើងដើម្បីតែព្រះក៏ព្រះអង្គជួបដែរពេលខ្លះស្ដេចមកថ្វាយគុំពេលខ្លះអ្នកស្រុកជេរអញ្ចឹងទៅអានឹងជារឿងដំណើរនៃជីវិតផលបុណ្យផលបាបអញ្ចឹងអានឹងយើងកុំកើតទុកនឹងរឿងពេកវាតលតែទទួលដឹងដោយបញ្ញាថាបុណ្យមានក៏ជួបរឿងល្អអស់បុណ្យបាបឲ្យផលក៏ជួបរឿងមិនល្អហើយជួបឲ្យទៅមុខទៀតទៅអានឹងទើបមិនសូវសំពីងសំពងមិនសូវកើតទុកខ្លាំងនេះអត្ថបទមួយទៀតក្តីសង្ឃឹមមេឃភ្លៀងគួងរាំងវិញជីវិតមិនចេះតែជួបរឿងអាក្រក់រហូតទេរឿងល្អអាចនឹងកើតឡើងនៅពេលបន្ទាប់បើអ្នកបន្តដំណើរទៅមុខដោយក្តីសង្ឃឹមសូមកុំរក្សារឿងអាក្រក់នៅក្នុងខួរក្បាលអ្នកយូរពេកទុកឱកាសឲ្យរឿងល្អខ្លះផងរឿងមិនល្អបានរលត់ទៅហើយរៀនចាប់ផ្ដើមសារជាថ្មីសង្ឃឹមថាអ្វីៗនឹងបានល្អប្រសើរនៅថ្ងៃខាងមុខអានេះគ្រាន់តែជាការលើកទឹកចិត្តទេថាបើភ្លៀងគង់តែរាំងវិញបើយប់វាគង់តែមានថ្ងៃរះឡើងវិញអញ្ចឹងក្នុងជីវិតហ្នឹងវាមិនចេះតែអាក្រក់រហូតដល់ថ្ងៃស្លាប់ទេវាជិះវៀងតែយើងបាក់ចិត្តកើតទុកជាមួយនឹងរឿងដែលកើតឡើងហើយនៅតែមួម៉ៅនឹងរឿងណាហ្នឹងវាពពកខ្មៅនៅលើក្បាលរហូតទៅអាហ្នឹងអត់បានសុខទេអញ្ចឹងតើដូចថាបោះសម្រាមចេញពីខួរក្បាលឲ្យស្រឡះខ្លះទុកឲ្យផ្កាហ្នឹងវាដុះខ្លះផងកុំឲ្យខួរក្បាលហ្នឹងវាសិតតែសម្រាមទៅវារកកន្លែងល្អអត់ឃើញណាអញ្ចឹងវាមានពេលបាបឲ្យផលហើយបោះអារម្មណ៍មិនល្អហ្នឹងចេញទៅហើយផ្ចង់ចិត្តផ្ចង់គំនិតមកក្នុងរឿងបនរឿងកសលរឿងល្អទៅនឹកគុណបរតនត្រ័យធ្វើទានដាក់បាតជូនលុយម៉ែលុយឪខ្លះថ្វាយគុំគាត់ទៅថ្វាយគុំព្រះទៅហ្នឹងអាហ្នឹងបានបនថ្មីហើយបនថ្មីអាចជួយធ្វើឲ្យមានផលជីវិតហ្នឹងក៏ថ្មីក៏ល្អតាមកម្លាំងបនដែលយើងមានហ្នឹងថ្ងៃនេះថ្មនឹងអានសភៅឈានទៅមុខអត្ថបទអប់រំចិត្តដល់អត្ថបទមួយនិយាយពីទុកមិនទៀងថាដូចអ្វីផ្សេងទៀតដែរទុកសោកក្នុងចិត្តអ្នកនឹងប្រែប្រួលទៅបើអ្នកចេះពិចារណាចេះបដូរការគិតហើយមិនសូវរំលឹករំលើកវា
មិត្តភ័ក្តិល្អអាចជួយរំលែកទុក្ខបានខ្លះស្ដាប់ធម៌ឬអានសៀវភៅអប់រំចិត្តក៏ជាជំនួយស្មារតីអ្នកបានខ្លះដែរភ្លើងនឹងថយកម្ដៅទៅបើអ្នកមិនដាក់អុសថែមសេចក្តីទុក្ខនឹងសាបរលាបទៅបើអ្នករៀនលះការប្រកាន់ហើយមិនសូវរំលឹករំលើកវាអានឹងបើក្នុងន័យនេះថាសក់ក៏មិនទៀងទុក្ខក៏មិនទៀងចំណេញក៏មិនទៀងខាតក៏មិនទៀងវាម្ដងចេះម្ដងចុះហ៎ប៉ុន្តែសេចក្តីទុក្ខនោះវានៅតាមចិត្តយើងបើយើងនៅតែរំលឹករំលើករឿងដដែលអញ្ចឹងណាយើងអត់ចេះដូរនៅដេកក្តៅក្រហាយរឿងហ្នឹងយើងមិនគិតថាវាជាផលនៃបាបចាស់ជីវិតហ្នឹងវាតែជួបរឿងល្អខ្លះមិនល្អខ្លះអញ្ចឹងណាពេលយើងជួបរឿងមិនល្អកំណត់ដឹងថាវាជាផលបាបទៅហើយហួសទៅមុខទៀតទៅអញ្ចឹងយើងអត់សូវបង្កើតទុកថែមបើយើងអាសាកើតទុកមួយវាក្នុងធម៌ហៅកុកចៈក្តៅក្រហាយស្ដាយក្រោយនោះវាកើតទុកថែមនេះអត្ថបទមួយទៀតនិយាយពីស្រោចស្រពចិត្តរៀនរលឹកដល់រឿងល្អរឿងបុណ្យកុសលធ្វើឲ្យចិត្តអ្នកបានសប្បាយស្រស់ស្រាយរឿងមិនល្អកុំសូវរំលឹកវាញឹកញាប់ពេកព្រោះវានាំឲ្យក្តៅក្រហាយអ្នកអាចលើកមកសម្រាប់ដាស់តឿនខ្លួនឯងនឹកមិត្តនិងមិត្តភ័ក្តិបានហើយបើរលឹកទៅកើតចិត្តមួម៉ៅត្រូវប្រញាប់ដូរចិត្តទៅគិតរឿងផ្សេងរឿងដែលនាំឲ្យអ្នករីករាយចិត្តវិញចិត្តយើងវាដូចផ្កាអញ្ចឹងបើយើងមិនសូវស្រោចវាក្រៀមវាស្វិតឬក៏បើមានជាតិពុលអីចឹងវាធ្វើឲ្យផ្កាហ្នឹងខូចរហូតដល់ស្លាប់ចិត្តបើយើងបដោយឲ្យវាទៅរឿងក្តៅក្រហាយតាមរឿងក្តៅក្រហាយពេកអាហ្នឹងក្រៀមហើយអញ្ចឹងវាតើថាមានពេលរំលឹកដល់អំពើល្អខ្លួនបានធ្វើបុណ្យកុសលបណ្ឌិតដល់អ្នកដទៃក៏នឹកដោយមេត្តាករុណាឃើញគេបានគេមានក៏កើតចិត្តមុទិតាស្រឡាញ់អនុមោទនាត្រេកអរបុណ្យគេទៅអញ្ចឹងវាតិចបើមិនអញ្ចឹងឯងយើងក្តៅនឹងនឹកទៅនៅនេះខឹងនឹកទៅនៅនោះច្នៃអាហ្នឹងសិតតែយកភ្លើងមកដុតចិត្តខ្លួនឯងអន្តបទមួយទៀតនេះមិនអាចបង្ខំបើដាំទឹកតលតែ100អង្សាទៅពុះបើមិនទាន់ដល់កម្រិតទោះបីអ្នកអង្គុយយំក៏ទឹកមិនពុះដែរបើហេតុមិនទាន់គ្រប់គ្រាន់ផលមិនទាន់កើតឡើងទេអ្នកមិនអាចបង្ខំបានឡើយបើបុណ្យមានការព្យាយាមគ្រប់គ្រាន់ការងារនឹងបានសម្រេចបើខ្វះបុណ្យហើយខ្វះការព្យាយាមទៀតអ្នកនឹងមិនបានសម្រេចដោយបំណងឡើយអាហ្នឹងដូចតែយើងបខំតាមចិត្តយើងចង់ពេកវាកើតទុកយើងណាអាហ្នឹងដូចបខំឲ្យកូនប្រសូតមកតដល់ថ្ងៃទៅវះទៅកាត់ទៅវាគ្រោះថ្នាក់ទៅពេលខ្លះឬក៏បខំឲ្យដល់មកឆាប់វាតក់ខលវាកើតទុកណាអញ្ចឹងវាតើថាយើងគិតទៅហ្នឹងណាបនមិនតាន់គ្រប់អញ្ចឹងវាមិនតាន់បានហើយផឹងទៅហើយបើបានឧទាហរណ៍ចង់បាន100បានតែ70 80ហ្នឹងតែមិនយ៉ាងហ្នឹងវាបានប៉ុណ្ណឹងបនយើងមានប៉ុណ្ណឹងអាហ្នឹងយើងមិនសូវកើតទុកទេនេះមួយទៀតនេះអត្ថបទនេះនិយាយពីអត់ទោសឲ្យខ្លួនឯងកុំបន្ទោសខ្លួនឯងច្រើនពេកអ្នកមិនចង់ខុសមិនចង់អាក្រក់ទេតែអកុសលទាញឲ្យដើរផ្លូវខុសណាហើយចុះចាត់ទុកជាផលបាបចាស់ទៅចុះរៀនលើកលែងទោសឲ្យខ្លួនឯងផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2អ្នកនឹងបានប្រសើរជាងមុនព្រោះអ្នកមានបទពិសោធន៍ច្រើនជាងមុនអានេះអ្នកខ្លះងាយនឹងអត់ឱនឲ្យអ្នកដទៃប៉ុន្តែពិបាកលើកលែងទោសឲ្យខ្លួនឯងហ្នឹងក៏ជារឿងមួយត្រូវពិចារណាដែរថាវាធម្មតាពុទ្ធជនវាខុសខ្លះដោយអង្គលីមៀលអញ្ចឹងមុននឹងបានត្រាស់ជាព្រះអរហន្តដើរកាប់គេស្លាប់អស់រាប់ពាន់អ្នកអញ្ចឹងទៅហើយបើមិនព្រមអត់ទោសឲ្យខ្លួនឯងវាស្ពាយអាទោសកំហុសក្តៅក្រហាយហ្នឹងវាក្តៅហើយយើងធ្វើឲ្យអត់កើតទេអញ្ចឹងអូខេឥឡូវរឿងហ្នឹងវាហួសហើយខ្ញុំទៅមុខទៀត
dương nơi tại sông tô dương nơi tại thưa vậy mũi đầm bay lục liền dương từ lục liền ba nâng mình bán cái phần này vừa ẩm pơ lõ đầm bay tăng chất thà ẩm pơ lõ nâng chỉ cà son là quay để cái cà khó con mình chứ dương mình ai từ lục bạp chả bán cái phần này vô cà đài nâng đài khỏi nâng tới chỉ cà bự ẩm pơ lõ ở bàn bà sao dương không này sắm anh ta chỉ cả lục liền cầm họ nâng á còn ở trong này cám bạp bạp bòn bạc chắc